ថតវីដេអូជាប់ខ្មោចបងប្អូនហើយចឹងបានចាស់គាត់ថាបើមិនជឿកុំប្រមាថចឹងបងប្អូនពេលដែលបានមើល comment ទៅបានដឹងបងប្អូនហើយបាទហ្នឹងវីដេអូនេះគឺខ្ញុំថតដោយដៃផ្ទាល់ខ្លួនឯងបងប្អូនឃើញអត់នេះគឺមានសមោលខ្មៅនៅលើដើមអំពិលហ្នឹងបងប្អូនហើយកាពិតទៅខ្ញុំថតខ្ញុំអត់ដឹងទេបងប្អូនខ្ញុំអត់ដឹងថាខ្ញុំថតទៅជាប់សមោលខ្មៅហ្នឹងទៅបងប្អូនឃើញនៅចំកដាលហ្នឹងហើយវីដេអូនេះដែរនិយាយរួមទៅគឺខ្ញុំថតយូរហើយបងប្អូនយកទៅផុសអញ្ចឹងបងប្អូនហើយយកទៅលេងសើចអញ្ចឹងបងប្អូនដល់ពេលបានមើល comment របស់បងប្អូនទើបបានខ្ញុំភ្ញាក់ខ្លួនបងប្អូនហើយវីដេអូនេះដែរវាជារឿងពិតទេបងប្អូនវីដេអូនេះដែរគឺជាដើមអំពិលមួយដើមដែលគេជឿថាដើមអំពិលហ្នឹងមានខ្មោចមានព្រាយបិសាចនៅអីចឹងបងប្អូនចឹងហើយគេកាត់ដើមអំពិលហ្នឹងចេញហើយគេហៅខ្ញុំហ្នឹងទៅអូសឲ្យចឹងបងប្អូនទៅអូសឲ្យហើយក៏ខ្ញុំយកវីដេអូហ្នឹងទៅលេងទាំងខ្មោចខ្មាំងអីទេខ្មោចមិនឈ្នះមនុស្សទេលេងជាមួយអត្រគូវតាឲ្យស្ពៃមានអីបងប្អូនហើយដល់ពេលជួបខ្លួនឯងចឹងមានអីជឿបងប្អូនហើយដើមអំពិលនេះចម្លែកមែនទែនតែម្ដងដោយសារតែវាកបុតចុងខាងលើបងប្អូនចាំតាមបានមើលទាំងអស់គ្នាបងប្អូនហើយគេអឹកចេញដោយសារតែគេជឿថាវាຕົកអត់បានចឹងបងប្អូនវាមានខ្មោចមានអីនៅលងបន្លាយគេបងប្អូនឃើញអត់នេះកបុតចុងបងប្អូនឃើញសាខាហាក់បីដូចជាផ្ទះជាអីកន្លែងគេរស់នៅអញ្ចឹងបងប្អូនអញ្ចឹងហើយអូសទៅឃើញអញ្ចឹងមែនបងប្អូនហើយដើមអំពិលនេះនិយាយរួមទៅវាមានលក្ខណៈមួយថាមានធ្លាប់លងធ្លាប់បន្លាយអ្នកនៅតាមវាលស្រែវាលអីហ្នឹងអញ្ចឹងបងប្អូនអញ្ចឹងហើយដល់ពេលអញ្ចឹងទៅគេអ្នកនៅហ្នឹងគេមើលថាគេទុកមិនបានអញ្ចឹងបងប្អូនអញ្ចឹងហើយគេកាត់ចោលនេះខ្ញុំទៅអូសឲ្យគេបងប្អូនទៅអូសឲ្យគេហើយក៏យើងនិយាយរឿងលេងសើចអីអញ្ចឹងបងប្អូនហើយយកវីដេអូនឹងទៅផុសដល់ពេលផុសហើយមើល comment